នីតិស្វែងយល់ពីច្បាប់នៅសប្តាហ៍នេះនិយាយអំពីការទទួលផលចោរកម្មជាដំបូងចង់សួរលោកមេធាវីថាតើអ្វីទៅជាបទល្មើសទទួលផលចោរកម្មនោះបាទសូមអរគុណបទល្មើសទទួលផលចោរកម្មតាមក្រមរដ្ឋបាលកម្ពុជារបស់យើងគឺចែងថាគឺជាអំពើទទួលលាក់បំបាំងរក្សាទុកឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទល្មើសឬបទមជ្ឈិនលើពីនេះច្បាប់បានចែងផងដែរថាត្រូវទុកជាអំពើទទួលផលចោរកម្មផងដែរទី1អំពើធ្វើជាអន្តរការីដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថារបស់នោះវត្ថុនោះបានមកពីបទអក្រិតឬបទមជ្ឈិនទី2អំពើដែលបានទទួលផលពីផលនៃបទអក្រិតឬបទមជ្ឈិនដែលបានដឹងថាហេតុការណ៍ច្បាស់លាស់ខ្ញុំសូមបញ្ជាក់ដល់សង្ខេបថាដើម្បីយើងងាយយល់ថាបទល្មើសទទួលផលចោរកម្មគឺមានន័យថាយើងដឹងថាវត្ថុហ្នឹងគឺបានមកពីការប្រព្រឹត្តបទអក្រិតមជ្ឈិនឧទាហរណ៍ថាម៉ូតូដែលគេបានមកដោយសារគេបានមកពីលួចមកពីប្លន់ហើយយកមកលក់ឲ្យយើងដឹងថាម៉ូតូនឹងបានមកពីការធ្វើអំពើលួចប្លន់ប៉ុន្តែយើងនៅទិញរបស់ម៉ូតូទៀតដោយសារយើងយល់ឃើញថាតម្លៃនេះវាទាបវាថោកដែរថាក៏មានគ្រប់គ្រាន់ដែរដូច្នេះយើងដឹងហើយថាម៉ូតូនឹងបានមកពីអំពើប្លន់អំពើលួចតែយើងនៅទិញដូច្នេះបានគេចោទប្រកាន់ពីបទទទួលផលចោរកម្មលោកមេធាវីជាបទពិសោធន៍ក្នុងនាមលោកជាមេធាវីការពារក្តីតើបទល្មើសទទួលផលចោរកម្មហ្នឹងមានការកើតឡើងក្នុងសង្គមកម្ពុជាច្រើនដែរទេបើមើលទៅក្នុងសង្គមកម្ពុជាសប្តាហ៍ថ្ងៃនេះបាទសម្រាប់ខ្ញុំក៏សង្កល់ឃើញថាមានការកើតឡើងច្រើននៅក្នុងសង្គមកម្ពុជាតែហើយយើងរងថ្ងៃនេះគឺយើងមានការបាត់ម៉ូតូបាត់ឡានបាត់កង់រហូតដល់មានការសំបីតែរបស់ប្រើប្រាស់ជាកៅអីហ្នឹងណាកៅអីយើងដាក់ប្រហែលហ្នឹងគឺទៅបានគេលួចយកទៅហើយគឺលក់ឲ្យអ្នកផ្សេងដែលក្នុងតម្លៃថោកទាបហ្នឹងគឺដូច្នេះមានការឡើងច្រើនណាស់ប៉ុន្តែសំខាន់ថាយើងនៅពេលដែលមានការប្រព្រឹត្តបទល្មើសហ្នឹងការឡើងច្រើនហ្នឹងតើមន្ត្រីក្រមអធិការហ្នឹងគាត់អាចចាប់បានបញ្ជូនទៅតុលាការបានច្រើនឬអត់អញ្ចឹងណាគឺសំខាន់អញ្ចឹងទេអត់ចំកាត់ទៅខាងមន្ត្រីក្រមអធិការគាត់រកអត់បានឃើញអត់បានដឹងក៏យើងមិនអាចបញ្ជូនជនល្មើសទៅតុលាការបានដែរដើម្បីកុំឲ្យបទល្មើសមួយនេះកើតឡើងឬក៏មានបញ្ហាក្នុងសង្គមជាក់ស្ដែងដោយលោកមេធាវីបានលើកឡើងពីខាងលើអញ្ចឹងថាមានការកើតឡើងច្រើនគួរធ្វើបែបម៉េចចំពោះអាជ្ញាធរឬក៏ភាគីដែលពាក់ព័ន្ធក្នុងការការពារសង្គមកុំឲ្យមានការបទល្មើសហ្នឹងបាទសូមអរគុណទី1នេះឥឡូវហ្នឹងអ្វីដែលយើងបានធ្វើរួចហើយគឺយើងមានច្បាប់បាទយើងមានច្បាប់រួចហើយចែកនៅក្នុងរដ្ឋមន្ត្រីយើងហើយក៏មានការដាក់ទូទាត់វារំដែរទីក្រៅពីដាក់ទូទាត់ហ្នឹងយើងត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដូចជាដំបូងគឺដល់មន្ត្រីក្រមអធិការគាត់យល់ដឹងឲ្យកាន់តែច្រើនពីបទល្មើសហ្នឹងដែលមានចែងនៅក្នុងរំពន្ធអំពីផលលំបាកដែលកើតឡើងដោយសារបទល្មើសហ្នឹងបាទហើយគាត់គេហៅថាចូលរួមយ៉ាងសកម្មថែមទៀតនៅក្នុងការអនុវត្តច្បាប់របស់បទល្មើសហ្នឹងបើយើងមានការធូររលុងទេគឺយើងអាចមានការកើតឡើងជាច្រើននៅក្នុងសង្គមកម្ពុជាហើយជាពិសេសគឺនៅទីក្រុងភ្នំពេញដោយសារយើងទីក្រុងភ្នំពេញគឺវាមានការកន្លែងច្រើនទីតាំងច្រើនទីច្រើនដែលយើងមិនអាចដឹងអញ្ចឹងវិធីការងារស្រួលសម្រាប់ជនល្មើសក្នុងការគេចខ្លួនដូច្នេះគាត់ខ្ញុំរបស់ខ្ញុំគួរឲ្យគាត់ថាសកម្មថែមទៀតក្នុងការស្វែងរកស្រាវជ្រាវដល់ជនដែលបទល្មើសទូផលចោរកម្មហ្នឹងហើយសម្រាប់អ្នកដែលគាត់ជាចារីជាជនល្មើសយើងក៏ត្រូវមានការរឹតបន្តឹងទៅលើទោសរបស់គាត់ផងដែរជាពិសេសនៅពេលដែលតុលាការជាពិសេសគឺនៅពេលតុលាការតែម្ដងពីការក្រមរាជការហ្នឹងគឺនៅពេលដែលមានជនប្រព្រឹត្តការឡើងយើងត្រូវតែគួរដាក់ទោសឲ្យធ្ងន់ជាងនេះហើយបើថាចូលទៅករណីអតិបរមាទោសអញ្ចឹងណាបាទលោកមេធាវីតែងតែមានការលើកឡើងចំពោះបញ្ហាការទទួលផលចោរកម្មដូចជាលោកមេធាវីឧទាហរណ៍ថាទិញម៉ូតូដោយពុំមានដឹងថាទទួលពីចោរលួចហើយនៅតែទទួលទិញជាក់ស្ដែងនៅឃ្លាំងម៉ូតូមួយចំនួនក្នុងរាជធានីភ្នំពេញហ្នឹងត្រូវបានគេរិះគន់ជាពិសេសនៅឃ្លាំងសេវអីជាដើមហ្នឹងតើបញ្ហាហ្នឹងអាជ្ញាធរគួរតែត្រូវរឹតបន្តឹងទៅលើអ្នកក្រុមហ៊ុនអ្នកលក់ម៉ូតូដែលគ្មានពុនឬក៏អីហ្នឹងដែរទេលោកមេធាវីបាទជាការត្រឹមត្រូវណាអាជ្ញាធរគួរតែមានការរឹតបន្តឹងថែមទៀតទៅលើដល់អាជីវករដែលគាត់បើកហាងទិញម៉ូតូលក់ម៉ូតូហ្នឹងណាបាទមានថាយើងមិនបានហាមឃាត់ឲ្យគាត់ធ្វើការទិញម៉ូតូពីអ្នកផ្សេងដើម្បីលក់បន្តទេប៉ុន្តែគួរឲ្យគាត់ឆែកមើលពិនិត្យមើលឯកសារគ្រប់គ្រាន់ពីបន្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់
គាត់មានកិច្ចសន្យាទិញលក់ត្រឹមត្រូវទេពីអ្នកផ្សេងបើសិនគាត់ជាទិញតពីគេហើយការគ្រីនរបស់វិណាគេហើយតម្លៃវាសមរម្យអត់ដល់តម្លៃម៉ូតូអាសង់2016ហ្នឹងមកទឹកឲ្យគេប្រាស់ហើយហ្នឹងជាទូទៅបើសិនបើនិយាយគេម្ចាស់ប្រកាសគេលក់វិញតើលក់ជាធម្មតាវាលក់ហើយតម្លៃប្រហែលអាចសមរម្យសម្រាប់គេអញ្ចឹងបើសិនបើគាត់លួចម៉ូតូគេហ្វង់គេមកហើយធម្មតាគាត់លក់ក្នុងតម្លៃទាបតែឥឡូវឧទាហរណ៍ថាតម្លៃម៉ូតូហ្នឹងជាធម្មតា1500បាទរបស់គេ5ទឹកហើយហ្នឹងប៉ុន្តែចុះល្មើក៏ចាំមកលក់ដល់1000ទៅក៏លក់ដល់500 600អញ្ចឹងវាខុសគ្នាខ្លាំងណាស់ដូច្នេះគាត់មិនគួរទិញរបស់អង្គទេដោយសារយើងគាត់ដឹងហើយថាតាមរយៈតម្លៃហ្នឹងយើងអាចដឹងថាម៉ូតូហ្នឹងគឺបានមកពីលួចមកពីប្លន់ដូច្នេះមន្ត្រីសមត្ថកិច្ចគួរតែពង្រឹងណែនាំដល់គណៈដែលលក់បើកហាងពីម៉ូតូលក់ម៉ូតូហ្នឹងគឺមានការប្រយ័ត្នប្រយែងហើយប្រសិនបើគាត់មានការស៊ើបអង្កេតយើងត្រូវមានវិធានការចំពោះគាត់តែម្ដងបាទលោកមេធាវីចំពោះបទល្មើសទទួលផលចោរកម្មនេះដែរវាជះឥទ្ធិពលដល់សង្គមនិងប្រទេសជាតិយ៉ាងណាដែរនៅពេលដែលវាកើតឡើងដល់ក្នុងសង្គមជាក់ស្ដែងដោយលោកមេធាវីលើកឡើងបាទជាធម្មតាទេបទល្មើសមិនទាន់មួយកាលណាវាកើតឡើងវាបង្កភាពចលាចលភាពបង្កដល់សង្គមទាំងមូលតែម្ដងដូច្នេះយើងមានការវិធានការយ៉ាងតឹងរ៉ឹងថែមទៀតប្រសិនបើយើងមិនដោយឲ្យទៅមានន័យថាអង្គើលួចអង្គើហ្វ្រន់វាអាចកើតឡើងកាន់តែច្រើនតើបទល្មើសទទួលផលចោរកម្មនឹងមានចែងនៅមាត្រាប្រមាណនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាហើយត្រូវផ្ដន្ទាទោសនិងដាក់ពន្ធនាគារចំនួនប្រមាណដែរបាទចំពោះមាត្រាជាមូលដ្ឋានតកតងនឹងបទទទួលផលចោរកម្មនេះគឺមានចែងក្នុងមាត្រា399បាទនឹងមាត្រា400នៃក្រមព្រហ្មទណ្ឌហើយសម្រាប់ទោសទណ្ឌមាត្រា400នេះគេចែងអំពីទោសដែលត្រូវអនុវត្តហ្នឹងគឺទៅអន្តរដាក់ពន្ធនាគារពី2ឆ្នាំទៅដល់5ឆ្នាំមកហើយនឹងពីនៃជាប្រាក់ហ្នឹងពី4លានរៀលទៅ10លានរៀលអរគុណច្រើនលោកមេធាវីកែវនីដែលតែងតែផ្ដល់បទសម្ភាសន៍ជូនវិទ្យុវិយោពីនីតិស្វែងយល់ពីច្បាប់សូមបញ្ជាក់ប្រាប់អស់លោកអ្នកស្ដាប់ថាលោកមេធាវីកែវនីគឺជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាប្រសិនបើអស់លោកអ្នកស្ដាប់ចង់ពិភាក្សាពី